ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញជូនបងប្អូនពីរបៀបធ្វើបង្អែមតៅស៊នបង្អែមនេះមានរសជាតិឆ្ងាញ់ហើយមិនមានគ្រឿងផ្សំច្រើនទេចម្អិនតែមួយផ្លែគឺអាចទទួលទានបានតែម្ដងអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរតោះយើងមកតាមដានពីវិធីចម្អិនជាមួយគ្នាដំបូងបង្អស់យើងយកសណ្តែកបាយនេះទៅលាងទឹកឲ្យបានស្អាតជាមុនសិនសណ្តែកនេះមានទម្ងន់150ក្រាមសណ្តែកនេះគឺជាប្រភេទសណ្តែកបាយដែលគេបានយកសំបកចេញនិងបំបែកវាចេញជាពីររួចហើយនៅពេលលាងបើសិនជាបងប្អូនឃើញសណ្តែកដែលអណ្ដែតលើផ្ទៃទឹកបងប្អូនរើសយកវាចេញឲ្យអស់ពីព្រោះវាជាសណ្តែកដែលស្ពោតរួចហើយយើងលាងទឹកពី3ទៅ4ទឹកទៀតទាស់តែទឹករបស់យើងឡើងថ្លាបន្ទាប់ពីនេះគឺយើងយកសណ្តែកទៅត្រាំទឹកធម្មតារយៈពេលពី2ម៉ោងទៅ4ម៉ោងបន្ទាប់មកយើងយកសណ្តែកដែលបានត្រាំរួចហើយនោះយកទៅចម្អិនដោយយកចានមួយទ្រាប់ក្រដាសឬបងប្អូនអាចប្រើស្បៃឬក្រណាត់ក៏បានបន្ទាប់ពីទឹកពុះយើងដាក់សណ្តែកនោះចូលចំហុយរយៈពេលចំហុយពី25នាទីទៅ40នាទីហើយបងប្អូនកុំចំហុយសណ្តែកយូរលើពីនេះព្រោះអាចធ្វើឲ្យសណ្តែករបស់យើងផុយនិងបែកគ្រាប់រួចបន្ថែមស្លឹកតើយមួយសន្លឹកដើម្បីធ្វើឲ្យសណ្តែកយើងមានក្លិនក្រអូបបន្ទាប់ពីសណ្តែកបានឆ្អិនល្អហើយគ្រាប់សណ្តែកក៏ផុយល្មមអញ្ចឹងយើងលើកទុកមួយឡែកសិនហើយយើងបកមកធ្វើខ្ទិះសម្រាប់ស្រូបពីលើវិញម្ដងតែខ្ទិះដូងនេះគឺជាខ្ទិះដូងដើមហើយបើសិនជាបងប្អូនមិនសូវចូលចិត្តខ្ទិះច្រើនបងប្អូនអាចប្រើខ្ទិះទឹកទី2វិញហើយយើងមានបន្ថែមអំបិលកន្លះស្លាបព្រាកាហ្វេនិងស្លឹកតើយមួយសន្លឹកចំពោះបរិមាណខ្ទិះដូងវិញបងប្អូនអាចប្រើច្រើនឬតិចទៅតាមចំណូលចិត្តចំនួនដែលខ្ញុំប្រើនៅក្នុងថ្ងៃនេះគឺ150មីលីលីត្ររួចហើយយើងកូរខ្ទិះនោះឲ្យជាប់ដៃនិងប្រើភ្លើងតិចៗរហូតដល់ពុះបានសព្វឥឡូវនេះដល់ពេលដែលយើងមកចាប់ផ្ដើមធ្វើបង្អែមមុននេះខ្ញុំឆ្លៀតដាំទឹក1លីត្រឥឡូវទឹកនេះបានពុះហើយអញ្ចឹងយើងបន្ថែមស្លឹកតើយមួយសន្លឹកអំបិលកន្លះស្លាបព្រាកាហ្វេស្ករស5ស្លាបព្រាបាយនិងចុងក្រោយចាក់ទឹកម្សៅឆាចូលទឹកម្សៅឆានេះគឺបានពីម្សៅឆា2ស្លាបព្រាបាយលាយជាមួយទឹកកន្លះចានចង្កឹះបន្ទាប់ពីចាក់ម្សៅឆាចូលហើយយើងបន្តកូរឲ្យជាប់ដៃដើម្បីកុំឲ្យម្សៅខាត់កកនៅបាតឆ្នាំងនិងការកូរនេះគឺយើងធ្វើឲ្យគ្រឿងផ្សំផ្សេងៗទៀតអាចរលាយចូលគ្នាបានល្អផងដែររួចហើយយើងស្រង់ស្លឹកតើយចេញសិនមុននឹងដាក់សណ្តែកបាយដែលបានចំហុយមុននេះចូលសម្រាប់បរិមាណជាតិស្ករដែលប្រើនៅក្នុងពេលនេះគឺមានរសជាតិផ្អែមឡមៗបងប្អូនអាចបន្ថែមបន្ថយបរិមាណស្ករតម្រូវទៅតាមចំណង់ចំណូលចិត្តបើសិនជាបងប្អូនចូលចិត្តខាប់ជាងនេះបងប្អូនអាចលាយម្សៅឆាថែមបន្តិចទៀតតែជាទូទៅយើងធ្វើឲ្យរាងរាវបន្តិចព្រោះដោយសារនៅពេលដែលចុះត្រជាក់ទឹកបង្អែមរបស់យើងនឹងឡើងខាប់ជាងនេះនៅពេលដែលទឹកបង្អែមពុះមួយសាទៀតយើងអាចពន្លត់ភ្លើងបានហើយតែប៉ុណ្ណឹងបង្អែមតៅស៊នរបស់យើងគឺរួចរាល់អាចទទួលទានបានបង្អែមតៅស៊ននេះជាទូទៅគេចូលចិត្តទទួលទានជាមួយចាខ្វៃចំនួនតៅស៊ននេះយើងធ្វើបាន5ចានចង្កឹះដែលយើងអាចប្រើចាខ្វៃ2គូឬច្រើនជាងនេះទៅតាមការចូលចិត្តគេនិយមញ៉ាំនៅពេលដែលទើបចម្អិនរួចក្តៅៗគឺវាមានរសជាតិឆ្ងាញ់តែបងប្អូនក៏អាចទទួលទានបែបត្រជាក់បានដែរដែលគ្រាន់តែដាក់នៅក្នុងទូត្រជាក់តែគេមិនបន្ថែមទឹកកកនោះទេបន្ទាប់ពីដួសដាក់ចានហើយយើងបន្ថែមចាខ្វៃនិងដួសទឹកខ្ទិះស្រូបពីលើរួចហើយច្របល់ចូលគ្នាសម្រាប់ខ្ទិះដូងបើសិនជាបងប្អូនចូលចិត្តខ្ទិះដូងឆៅបងប្អូនអាចប្រើខ្ទិះដូងឆៅមកស្រូបពីលើតែម្ដងដោយមិនចាំបាច់ឆ្លងកាត់ការចម្អិនទេចុះចំណែកបងប្អូនវិញចូលចិត្តទទួលទានខ្ទិះដូងឆៅឬក៏ខ្ទិះដូងឆ្អិនបងប្អូនអាចចែករំលែកនៅតាម comment ខាងក្រោមជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាតាមដានការចម្អិននៅក្នុងថ្ងៃនេះហើយយើងនឹងជួបគ្នាម្ដងទៀតនៅមុខម្ហូបបន្ទាប់សូមអរគុណនិងសូមជម្រាបលា